ជាយូរលងណាមកហើយនៅចិត្តព្រៃជ្រៅមួយមានអ្នកប្រមាញ់ម្នាក់ឈ្មោះសុផាតទោះបីជាគាត់មានជីវភាពសុខសាន្តក៏ដោយក៏ចិត្តរបស់គាត់តែងតែប្រាថ្នាចង់បានកម្លាំងខ្លាំងដូចជាស្ដេចព្រៃនៅយប់មួយគាត់បានរកឃើញសាស្ត្រាស្លឹករឹតបុរាណមួយដែលលែកទុកនៅមុនអាគមខ្មៅសម្រាប់ផ្លែប្ដូររូបរាងសុផាតបានចាប់ផ្ដើមហាត់រៀនវាដោយសម្ងាត់ពីអ្នកភូមិនិងភរិយាមុនអាគមនោះហាក់ដូចជាមានជីវិតវាបានហៅឈ្មោះរបស់គាត់នៅយប់ព្រះច័ន្ទពេញវងសុផាតមិនអាចទប់ទល់បានទៀតទេគាត់ក៏បានដើរចូលទៅក្នុងព្រៃតែម្នាក់ឯងក្នុងព្រៃជ្រៅទៅសុផាតបានចាប់ផ្ដើមសូត្រមន្តរាងកាយរបស់គាត់ចាប់ផ្ដើមប្រែប្រួលស្បែករបស់គាត់ឡើងក្រាមនិងមានស្រកាពណ៌បៃតងដូចជាស្បែកក្រពើទីបំផុតការផ្លាស់ប្ដូរបានបញ្ចប់អតីតអ្នកប្រមាញ់ដ៏ស្លូតបូតបានក្លាយជាខ្លាដំបងដែលមានរូបរាងគួរឲ្យខ្លាចបំផុតជាស្ដេចនៃសត្វព្រៃដ៏មានអំណាចខ្លាដំបងនោះសប្បាយចិត្តនឹងកម្លាំងថ្មីរបស់វាខ្លាំងណាស់វាបានរត់សម្រុកកាត់ព្រៃក្រាស់បំផ្លាញដើមឈើនិងដេញចាប់សត្វឯទៀតយ៉ាងឃោរឃៅនៅឯភូមិវិញភរិយារបស់សុផាតបានរងចាំប្តីរបស់នាងយ៉ាងអន្ទះសារនាងបានដើរមកដល់ព្រៃជ្រៅហើយហៅឈ្មោះគាត់ដោយក្តីសង្ឃឹមនិងភ័យខ្លាចដោយក្តីបារម្ភនាងក៏ដាច់ចិត្តដើរចូលទៅក្នុងព្រៃស្រាប់តែស្រមោលងងឹតនៃដើមជ្រៃធំមួយនាងបានឃើញភ្នែកពណ៌ក្រហមឆេះកំពុងសម្លឹងមកនាងខ្លាដំបងនោះសឹងតែលោកទៅចាប់នាងទៅហើយប៉ុន្តែវាក៏រារែចិត្តបន្តិចបុប្ផាភ័យខ្លាចយ៉ាងខ្លាំងហើយបានរត់គេចខ្លួនត្រឡប់ទៅភូមិវិញដោយភាពតក់ស្លុតដោយដឹងថាមានរឿងមិនស្រួលនាងក៏បានឡើងភ្នំស្វែងរកតាអេសីដ៏មានសិលខ្លាំងពូកែម្នាក់នាងបានសុំឲ្យលោកតាជួយសង្គ្រោះប្តីរបស់នាងពីអំពើបាបនេះផងលោកតាអេសីបានប្រាប់ថាកម្លាំងមុនអាគមខ្មៅគឺខ្លាំងណាស់លោកតាបានធ្វើទឹកមុនដែលមានអំណាចស័ក្តិសិទ្ធិដើម្បីជះទៅលើខ្លាដំបងនិងបំបែកបណ្ដាសាការសង្គ្រោះបានចាប់ផ្ដើមខ្លាដំបងនោះបានស្រែកយ៉ាងខ្លាំងនៅពេលត្រីទឹកមុនប៉ុន្តែកម្លាំងមុនអាគមខ្មៅខ្លាំងពេករាងកាយវាហាក់ដូចជាកាំងជាប់នៅនឹងកំឡែងសុផាតបានព្យាយាមតស៊ូប្រឆាំងនឹងមុនអាគមខ្មៅនៅក្នុងខ្លួនទឹកមុខរបស់គាត់បានប្រែជាមនុស្សបន្តិចរួចក៏ត្រឡប់ទៅជាសត្វសាហាវវិញដោយការឈឺចាប់យ៉ាងខ្លាំងលោកតាអេសីបានសូត្រមន្តចុងក្រោយយ៉ាងខ្លាំងក្លាពន្លឺពណ៌មាសបានជែកចេញពីឈើច្រត់របស់លោកតាគ្របដណ្ដប់ទៅលើខ្លាដំបងដែលកំពុងក្រហឹមដោយសារតែបំណងប្រាថ្នាខុសឆ្គងខ្លាំងពេកសុផាតមិនអាចត្រឡប់ជាមនុស្សវិញបានឡើយរាងកាយខ្លាដំបងរបស់គាត់បានคล้ายជាដុំថ្មដ៏ធំមួយនៅកណ្ដាលព្រៃជ្រៅជារៀងរហូតបុប្ផាបានលាបណ្ដីរបស់នាងជាចុងក្រោយនាងបានដាក់កម្រងផ្កាម្លិនៅលើជើងខ្លាថ្មនោះទុកជាអនុស្សាវរីយ៍នៃក្តីស្រឡាញ់និងការសោកស្ដាយបំផុតរឿងរ៉ាវរបស់បុរសខ្លានេះបានคล้ายជាមេរៀនសម្រាប់មនុស្សគ្រប់គ្នាកុំឲ្យមានមហិច្ឆតានិងអំណាចងងឹតបំផ្លាញក្តីសុខនិងមនុស្សដែលយើងស្រឡាញ់